ជួយប្រាប់តគ្នាផងទាំងនេះជាដំណោះស្រាយករណីបាត់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ 1. សម័យខ្លួនត្រូវដាក់ពាក្យបណ្ដឹងបាត់និងពាក្យស្នើសុំទុតិយតាស្នើសុំបោះពុម្ពឡើងវិញនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទីលំនៅអចិន្ត្រៃយ៍ដោយភ្ជាប់ជាមួយអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថតចម្លងប្រសិនបើមានករណីមិនចាំលេខអត្តសញ្ញាណប័ណ្ណដែលបាត់សូមភ្ជាប់បន្ថែមសេចក្តីចម្លងសម្បត្តិកំណើតនិងសៀវភៅស្នាក់នៅឬសៀវភៅគ្រួសារ 2. ទីតាំងដែលត្រូវយកពាក្យបណ្ដឹងបាត់និងពាក្យស្នើសុំទុតិយតាមកដាក់ស្នើសុំបោះពុម្ពអត្តសញ្ញាណប័ណ្ណឡើងវិញបាននៅទីតាំងណាមួយដូចខាងក្រោមប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់នៃទីលំនៅអចិន្ត្រៃយ៍អធិការដ្ឋាននគរបាលក្រុងស្រុកខណ្ឌនៃទីលំនៅអចិន្ត្រៃយ៍ស្នងការដ្ឋាននគរបាលរាជធានីខេត្តនៃទីលំនៅអចិន្ត្រៃយ៍ទីស្នាក់ការផ្ដល់អត្តសញ្ញាណប័ណ្ណផ្សារអ៊ីអន2សែនសុខឬអ៊ីអន3មានជ័យនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមានទីលំនៅនៅភូមិតាងើក្រោមសង្កាត់និរោធខណ្ឌច្បារអំពៅរាជធានីភ្នំពេញ 3. រយៈពេលទទួលបានគឺ21ថ្ងៃនៃថ្ងៃធ្វើការ